ពងធ្វើសំណងសុកស្រាប់តែអស់លុយកដាទីបានឲ្យបងថ្លៃសម្ភារៈថ្លៃពលកម្មជាងថ្លៃបុគ្គលិកទៅតាមមកពីមូលហេតុអ្វីទៅគឺមកពីរឿង cash flow ពីព្រោះអីបើយើងអាចយល់ដឹងពីវា cash flow វាធ្វើស៊ីយើងមិនខានទេលំហូរសាច់ប្រាក់មិនថាអ្នកកំពុងជាអ្នករកស៊ីទេអ្នកធ្វើសំណងក៏ដោយក៏ត្រូវតែដឹងពីរឿង cash flow ដែរការគ្រប់គ្រង cash flow is a must អញ្ចឹងថ្ងៃនេះតោះយើងទៅ explore how to manage cash flow in a positive way are you ready តោះ let's go ទៅមើលមួយខ្ញុំអរគ្នាមុនចូលទៅដល់សាច់រឿងស៊ីជម្រៅណាខ្ញុំចង់ឲ្យគ្នាយល់ពីពាក្យថា cash flow សិន come on cash flow គឺជា life blood ជាសរសៃឈាមនៅក្នុងគម្រោងសាងសង់អ្នកទាំងអស់នេះច្បាស់ជាយល់ថាសរសៃឈាមគឺសំខាន់ណាស់តែដាច់សរសៃឈាមគឺតែមានគ្រោះថ្នាក់ដល់ជីវិតមិនខាននេះគឺ die ស្លាប់គម្រោងដូចគ្នាបើសិនជា cash flow មានបញ្ហាគឺគាំង stop ជួនកាលអាចបោះបង់គម្រោងចោលកណ្ដាលទីក៏មានដែរអញ្ចឹងជាធម្មតាគេនិយាយពី cash flow គេនិយាយពីរឿងពីរទី1គឺ flow in មានថាជាលុយដែលបានមកពីខាង client flow out ជារឿងដែលរឿងចំណាយជា expend amount មិនថាថ្លៃពលកម្មថ្លៃសម្ភារៈថ្លៃឧបករណ៍ថ្លៃបុគ្គលិកថ្លៃជួលគ្រឿងចក្រអីទេគឺសុទ្ធតែជាខ្ទង់ចំណាយមិនចឹងជាទូទៅ cash flow វានឹងលេចចេញរូបរាងពីររូបរាងទី1គឺ positive រូបរាងទី2គឺ negative positive វាលេចចេញនៅពេលដែលលំហូរសាច់ប្រាក់ចូលដែលយើងបានពី client បានច្រើនជាងលំហូរសាច់ប្រាក់ចេញទៅលើការចំណាយផ្ទុយទៅវិញ negative គឺមានន័យថាចំណាយច្រើនជាងចំណូល that's it តោះឥឡូវយើងដល់ពេលដែលត្រូវមកដឹងពីការគ្រប់គ្រង cash flow យ៉ាងណាដើម្បីឲ្យ cash flow យើង wow គឺ positive តែម្ដងសារលបង6ជំហាន6 tip តាមខ្ញុំអាចគិតថា cash flow យើងនឹងរលូនឡើងវិញ tip ទី1យើងត្រូវធ្វើផែនការ cash flow planning រហូតបច្ចិតរបស់យើងអត្ថប្រយោជន៍របស់វាធ្វើឲ្យយើងងាយស្រួលតាមដានចំណាយចំណូលជាក់ស្ដែងប្រចាំខែធៀបជាមួយនឹងផែនការដែលគ្រោងទុកមួយវិញទៀតយើងក៏អាចព្យាករណ៍ឬក៏ប្រមាណមើលថាអូបើសិនជាមានបញ្ហាប្រឈមណាមួយកើតឡើងយើងច្បាស់ជាដឹងទុកជាមុនហើយយើងអាចដោះស្រាយវានៅពេលដែលយើងមិនទាន់ជួបជាមួយនឹងបញ្ហានេះទី2គឺត្រូវបញ្ចូលប្រការនៅក្នុងកិច្ចសន្យាសាងសង់ថា pay when paid ពេលខ្លះយើងត្រូវឆ្លាតដែរកិច្ចសន្យាមួយនេះគឺគោលការណ៍ក្នុងការបង់ប្រាក់តែឲ្យខាងអ្នក supply ឲ្យបានឲ្យយើងឬក៏ខាង subcon ក្តីយើងនឹងបង់ឲ្យពួកគាត់នៅពេលដរាបណាយើងទទួលបានការ pay លុយពីខាង client ដែរអញ្ចឹងបើ client គាត់ delay ឬក៏យឺតយើងក៏យឺតចោលតាមនឹងដែរអញ្ចឹងខាង subcon របស់យើងក៏ខាងអ្នក supply មិនអាចមករករឿងយើងបានទេតែធ្វើអញ្ចឹងប្រកាសជាមានណៅស៊ីមកយើងមិនអញ្ចឹងទេអត់អញ្ចឹងវាមិនប្រកាសតែជោគជ័យទេអញ្ចឹងគួរតែពិចារណាទៅដល់ tip ទី3បន្ថែមប្រភពចំណូលឲ្យច្រើនជាង1អញ្ចឹងបើសិនជាអាចយើងគួរតែមានគម្រោងចាប់ពី2ទៅ3ឡើងទៅពីព្រោះនៅពេលដែលយើងត្រូវការលុយមកបង្វិលគឺយើងពិបាកពីព្រោះអីយើងមានប្រភពចំណូលតែមួយគម្រោងនេះគេជឿច្បាស់ជាយើងអត់មានលុយណាបង្វិលទៅឲ្យថ្លៃពលកម្មជាងឬក៏អីវ៉ាន់គេបានទេអញ្ចឹងការងារវាមានន័យត្រូវទៅមុខបើគាំង stack ពេញទៅហើយមិនអញ្ចឹងតែមិនប្រកាសទេបើសិនជាយើងមិនអាចរកគម្រោងបានច្រើនពេលខ្លះវាពិបាកដែរអញ្ចឹងយើងត្រូវគិតទៅដល់ tip ទី4គឺការបង្កើតទុនបម្រុងយើងត្រូវ reserve budget cash plan របស់យើងទុកមួយកញ្ចប់មួយលើអញ្ចឹងនៅពេលដែលយើងរ៉ានបច្ចេកទៅមានករណី emergency កើតឡើងបន្ទាន់កើតឡើងតែសារការ delay យឺតយ៉ាវពីខាង client គេ claim លុយឲ្យយើងយឺតអញ្ចឹងយើងអាចប្រើប្រាស់លុយជាបណ្ដោះអាសន្នអញ្ចឹងវាអាចសម្រួលទៅដល់ការងាររបស់យើងជាមួយនឹងខាងអ្នកមើលការរបស់យើងបន្តក្តីជាមួយនឹងអ្នកដែលយើងទិញអីវ៉ាន់ supply យើងក្តីអញ្ចឹងយើងអាចដោះស្រាយបានមួយគ្រាតម្រាំខាង client គាត់តម្លាក់លុយយើងវិញអញ្ចឹងយើងយកលុយនោះមកវិញនេះក៏ជាដំណោះស្រាយមួយផងដែរជាងមកដល់ tip ទី5គឺជាការគ្រប់គ្រងប្រព័ន្ធចំណាយកញ្ចប់លុយរបស់គម្រោងយើងឲ្យត្រឹមត្រូវបើសិនជាយើងមានលទ្ធភាពយើងអាចទិញឬក៏បង្កើត system នៅក្នុងការចំណាយ expense ទាំងអស់របស់យើងទុកនៅក្នុងកម្មវិធីឬក៏ program ឧទាហរណ៍ថាយើងមាន system យើងបញ្ចូលបច្ចេករបស់យើងនៅកញ្ចប់លុយណាមួយឧទាហរណ៍$1 លានអញ្ចឹងរាល់ការចំណាយប្រចាំខែគឺត្រូវតែ input ចូលទៅក្នុងហ្នឹងហើយ automatic system គាត់នឹង deduct ជារៀងរាល់ខែអញ្ចឹងធ្វើឲ្យយើងងាយប្រមាណមើលថាលុយយើងបច្ចុប្បន្ននៅសល់ប្រមាណចំណាយដល់ដំណាហើយដល់ខែណាហើយនៅសល់ប្រមាណ%នៃលុយសរុបអញ្ចឹងវាធ្វើឲ្យយើងងាយស្រួលនៅក្នុងការតាមដាន cash flow ផងដែរtip ចុងក្រោយជា tip ទី6គឺពាក់ព័ន្ធជាមួយនឹងការបង្កើត routine ទម្លាប់នៅក្នុងការ review cash flow position ផងនេះមានន័យថាអ្នកខ្លះទៅគេអាចធ្វើជារៀងរាល់សប្តាហ៍មានទម្លាប់អ្នកដែលជាតកែឬក៏អ្នកជា PM ជាក្រុមគម្រោងរបស់គាត់អាចធ្វើការងារនេះជារៀងរាល់សប្តាហ៍ជារៀងរាល់ខែឬក៏ជារៀងរាល់ត្រីមាសដើម្បីគាត់ពិនិត្យមើលលំហូរសាច់ប្រាក់ចូលជាមួយនឹងលំហូរសាច់ប្រាក់ចេញរបស់គាត់ថាតើបច្ចុប្បន្នមានបញ្ហាឬដែរឬអត់ឬក៏អ្វីៗគឺ under control អញ្ចឹងជាទូទៅការងារនេះវាធ្វើឲ្យយើងងាយស្រួលនៅក្នុងការគ្រប់គ្រង cash flow មែនទែនអញ្ចឹង6ក្បាច់នេះសមល្មមឲ្យបងប្អូនអាចសាកល្បងបើសិនជាបងប្អូនជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហា cash flow តែបើអត់ទាន់ឈានទៅដល់ការគ្រប់គ្រងគម្រោងបែបនេះក៏ដោយតែគួរតែដឹងមុនក្រោយបងប្អូនឡើងធ្វើធំអាចប្រើប្រាស់ tip ដែលខ្ញុំអាចចែកជូននេះជាទុនបន្ថែមបានអរគុណសម្រាប់ការទស្សនាពីដើមដល់ទីបញ្ចប់បើសិនជាចូលចិត្តហើយចង់ចែករំលែកដល់បងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ខ្លាចអីនឹងចុច like ហើយនឹង share
អរគុណបាយបាយ